ខ្ញុំធ្លាប់និយាយប្រាប់បងប្អូនមិត្តភ័ក្តិទាំងអស់ថារបស់ស្រឡាញ់ធ្វើអត់ហត់បាទឆ្លឹមសារនៃអារាមគុណខ្មែរខ្ញុំសូមបញ្ជាក់ម្ដងទៀតទី1គឺផ្ដល់ឱកាសដល់កីឡាករដែលមិនសូវមានឱកាសប្រកួតឲ្យបានប្រកួតដោយមានការគ្រប់គ្រងពីសហព័ន្ធកីឡាបដាល់គុណខ្មែរទោះបីជាក្លឹបខ្លះមិនទាន់មានឈ្មោះផ្លូវការអំឡុងដែលគាត់រត់ឯកសារដើម្បីឲ្យខ្លាយឈ្មោះផ្លូវការគឺយើងបានជួយជ្រោមជ្រែងមកឲ្យគាត់បានប្រកួតទី1ទី2យើងបានបញ្ចូលសារមួយដែលប្រមុខដឹកនាំលោកតែងតែផ្ដាំផ្ញើទៅដល់កូនចៅមួយទាំងអស់អ្នកទាំងអស់គ្នាគឺជាអនាគតនៃអ្នកកីឡាប៉ុន្តែអ្នកទាំងអស់គ្នាត្រូវទាញការសិក្សាឲ្យដើរស្របគ្នាទៅជាមួយគ្នាគឺសារនៃការរៀនសូត្រឲ្យបានខ្ពង់ខ្ពស់នោះឯងដែលខ្ញុំតែងតែនិយាយគ្រប់វត្តទាំងអស់មិនថាក្នុងវត្តមិនថាក្រៅវត្តទេបងប្អូនមួយត្រូវសិក្សាឲ្យបានខ្ពស់ប្រទេសជាតិយើងត្រូវការយើងខ្លាំងណាស់យើងនឹងក្លាយជាអ្នកដែលខ្លាំងនៅក្នុងវិស័យអ្វីមួយនៅពេលដែលយើងបានរៀនខ្ពស់ទៅកុំឲ្យប្រទេសជិតខាងមកមើលងាយយើងកុំឲ្យគេមកជន់ឈ្លីកុំឲ្យគេមករំលោភបំពានអ្វីសពបែបយ៉ាងយើងជាធនធាននៅក្នុងការជួយការពារបូរណភាពដែនដីកិត្យានុភាពនៃប្រទេសកម្ពុជារបស់យើងនៅពេលដែលកីឡាករគាត់ប្រកួតបានល្អនៅពេលដែលកីឡាករគាត់ប្រឹងប្រែងរៀនសូត្រខ្ញុំតែងសម័យឃើញថាមានក្រុមហ៊ុនណាមួយគាត់ចិត្តល្អបើកចិត្តក្នុងការផ្ដល់អាហារូបករណ៍ឲ្យគាត់ទេគួរតែមាននៅក្នុងកម្រិតណាក៏ដោយជាពិសេសពេលដែលពួកគាត់ប្រឡងចប់បាក់ឌុបគឺជាពេលវេលាដែលគាត់ឆ្ពោះទៅរកភាពពិតប្រាកដមួយគឺមហាវិទ្យាល័យគាត់នឹងរើសយកជំនាញណាមួយដែលគាត់ស្រឡាញ់គួរតែមានក្រុមហ៊ុនផ្សេងនឹកឃើញនៅចំណុចនេះគឺចំណុចជំរុញការរៀនសូត្រដល់កីឡាករខ្ញុំនិយាយមែនខ្ញុំខ្លួនឯងក៏ជាផ្នែកមួយធ្លាប់ជួយអ្នកនេះជួយអ្នកនោះអីអញ្ចឹងតាមលទ្ធភាពដែលអាចធ្វើបានប៉ុន្តែវាមិនបានទលាយទេប៉ុន្តែសូមឲ្យសម្លេងខ្ញុំនេះបានលឺទៅដល់មជ្ឈដ្ឋានផ្សេងដែលគាត់ស្រឡាញ់កីឡាបដាល់បើដឹងថាពួកគាត់រៀនដល់កម្រិតណាជួយរុញគាត់ថែមទៀតប្រទេសយើងត្រូវការណាស់ធនធានអ្នកស្នងបន្តវេន